សូមស្វាគមន៍មកវិលត្រឡប់មកកាន់វីដេអូរបស់ខ្ញុំថ្មីមួយទៀតបាទហើយនៅវីដេអូនេះដែរគឺខ្ញុំចង់បង្ហាញពីរបៀបបាទយើងផុសវីដេអូនៅក្នុង YouTube បាទសម្រាប់ការរកលុយបាទឲ្យបានត្រឹមត្រូវបាទតើយើងផុសយ៉ាងម៉េចបងប្អូនអញ្ចឹងសម្រាប់ដែលបងប្អូនគាត់បាទធ្វើការរកលុយជាមួយនឹង YouTube រកលុយហើយនឹងចាប់ផ្ដើមបាទតើយើងផុសយ៉ាងម៉េចកុំឲ្យខុសគោលការណ៍សហគមន៍របស់ YouTube បាទអញ្ចឹងបងប្អូនរកលុយជាមួយនឹង YouTube បាទមានតែទូរស័ព្ទដៃមួយក៏បងប្អូនអាចរកលុយបានដែរបាទអញ្ចឹងបងប្អូនត្រូវតែមានកម្មវិធីនេះបងប្អូន YT Studio ឬមួយក៏ YouTube Studio នេះបងប្អូនចូលទៅកាន់កម្មវិធី Play Store ឬ App Store ធ្វើការ download យកកម្មវិធីនេះមួយបាទនេះអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំចូលមកកាន់បាទនេះបងប្អូនបាទនេះកម្មវិធីហ្នឹងបាទនេះបាទអញ្ចឹងខ្ញុំចូលទៅកាន់កម្មវិធី YT Studio តែម្ដងដើម្បីធ្វើការបាទយើងអាប់ឡូតបាទវីដេអូចូលទៅក្នុង YouTube បាទខ្ញុំប៉ះទៅលើហ្នឹងបាទប៉ះទៅលើហ្នឹងមកបាទ YT Studio ឬមួយក៏ YouTube Studio បាទរងចាំបន្តិចបងប្អូនបាទអញ្ចឹងបន្ទាប់ពេលបងប្អូនបាទយើងមកដល់កន្លែងនេះហើយបាទនេះបាទអញ្ចឹងបងប្អូនចូលមកកន្លែងលេខបូកនេះបានដែរបាទថាច់ទៅលើនឹងអញ្ចឹងមកបាទអញ្ចឹងយើងរក YouTube ដែលយើងបាទវីដេអូ YouTube ដែលយើងចង់ផុសហ្នឹងបាទអញ្ចឹងបងប្អូនចូលមកកាន់នេះមកបាទខ្ញុំចូលមកកន្លែងវីដេអូនេះបាទប៉ះទៅលើហ្នឹងបាទរងចាំបន្តិចបងប្អូនបាទអញ្ចឹងនេះចំណងជើងបាទហេតុអ្វីបានជាខ្ញុំចង់បង្ហាញបងប្អូនពីរបៀបយើងផុសបានត្រឹមត្រូវយើងបាទអញ្ចឹងបងប្អូនកន្លែងនេះដាក់ចំណងជើងមកបាទអញ្ចឹងខ្ញុំដាក់ចំណងជើងតែម្ដងបាទយើងផាសចូលតែម្ដងបាទរបៀបដូរឈ្មោះ TikTok បាទឆ្នាំ2025នោះអាប់ដេតថ្មីបាទកន្លែងនេះគឺ description បាទអញ្ចឹងបងប្អូនខ្ញុំចូលមកកន្លែងនេះមកបាទដាក់ description ចូលបាទអញ្ចឹងបងប្អូនបើមិនទាន់ចេះបងប្អូនអាច comment នៅក្រោមវីដេអូរបស់ខ្ញុំបានបាទអញ្ចឹងខ្ញុំចូលទៅយកបាទ description បាទខ្ញុំចូលទៅយកសិនបាទនេះយើងដាក់ចំណងជើងបានត្រឹមត្រូវទៅតាមអ្វីដែលវីដេអូយើងបានធ្វើបាទអញ្ចឹងយើងបាទអាប់ឡូតហើយក៏បានបងប្អូនយើងអាប់ឡូតហើយអញ្ចឹងមកបាទចុចអាប់ឡូតអញ្ចឹងមកចាំយើងធ្វើការបាទយើងដាក់ចំណងជើងយើងទៅសេនៅខាងក្រោម description នឹងយើងដាក់ thumbnail បាទនេះបងប្អូនអញ្ចឹងយើងប៉ះទៅលើនឹងទៀតមកបាទប៉ះទៅលើនឹងទៀតអញ្ចឹងមករងចាំបន្តិចបាទនេះអញ្ចឹងយើងចូលមកកន្លែងខ្មៅដៃនេះទៀតមកបាទប៉ះទៅលើនឹងបាទអញ្ចឹងនេះ description នេះបងប្អូនសេយ៉ាងម៉េចក៏បានដែរបាទអញ្ចឹងខ្ញុំសូមដាក់កន្លែងនឹងមួយបាទ description ហ្នឹងបងប្អូនសេអញ្ចឹងមកបាទកន្លែងហ្នឹងបាទខ្ញុំចូលទៅយកសិនបាទចូលទៅដាក់កន្លែងបាទខ្ញុំដាក់កន្លែង description កន្លែងនេះខាងក្រោមនេះបាទអញ្ចឹងខ្ញុំផាសយកកន្លែងហ្នឹងតែម្ដងបាទនេះដែលខ្ញុំទៅសេរៀបរាប់ហ្នឹងបាទអញ្ចឹងបងប្អូនដាក់របៀបណាក៏បានយើងដាក់បង្ហាញដូចជាបាទ link បាទ YouTube បាទ link YouTube របស់យើងផ្សេងហ្នឹងបាទដែលយើងមានច្រើនហ្នឹងបាទបងប្អូនមាន2ឬ3ហ្នឹងហើយ link page link Facebook link Instagram ហ្នឹងបាទនេះបងប្អូន link Instagram ហ្នឹងបាទអញ្ចឹងបន្ទាប់ពីដាក់បានរួចរាល់ហើយបាទបន្ទាប់ពីយើងដាក់បានរួចរាល់ហើយយើងចុចបាទបងប្អូនយើងចុច save សិនបាទចុច save មួយវគ្គវាសិនបាទចុច save ចឹងមកបាទអញ្ចឹងដោយសារតែយើងធ្វើការបាទ
ផុសឲ្យបានត្រឹមត្រូវអញ្ចឹងខ្ញុំសូមចូលទៅបាទកន្លែងនេះដដែលមកបាទកន្លែងខ្មៅដៃនេះបាទចូលកន្លែងនេះដែលវារៀងដូចសាំញ៉ាំបន្តិចប៉ុន្តែបងប្អូនធ្វើការបាទយើងព្យាយាមទៅបាទអញ្ចឹងយើងផុសរបៀបហ្នឹងបាទយើងអត់តន់ដាក់កន្លែង public នៅឡើយទេបាទអញ្ចឹងបន្ទាប់ទៀតខ្ញុំសូមដាក់ keyword បាទបងប្អូននេះកន្លែង tag នេះបាទនេះកន្លែង tag នេះបាទអញ្ចឹងយើងដាក់ tag ហ្នឹងបានន័យថាដាក់ដើម្បីឲ្យបាទពាក្យពេចន៍ផ្សេងដើម្បីឲ្យគេ search ឆាប់ឃើញវារែងបាទបានន័យថាវីដេអូយើងមានចំណាត់ថ្នាក់នៅលើគេបាទអញ្ចឹងខ្ញុំសូមចូលទៅយក tag សិនបាទកន្លែងនេះយើងទៅពពេញយើង add tag ចូលបាទ keyword ហ្នឹងបាទអញ្ចឹងខ្ញុំធ្វើការ add tag ចូលបាទខ្ញុំផាសទៅហ្នឹងបាទខ្ញុំចូលទៅយកបាទនេះគឺជា tag ឬក៏ keyword បើសិនជាបងប្អូនបានដាក់ tag ឬក៏ keyword នេះសម្រាប់ឲ្យគេ search ទៅចាប់ឃើញបងប្អូនឲ្យ channel របស់យើងវីដេអូរបស់យើងនោះរែងបាទនេះបងប្អូនអញ្ចឹងបន្ទាប់ទៀតយើងចុចថយសិនមកបាទចុចថយហើយយើងចុច save មួយកលៈទៀតមួយវគ្គទៀតបាទបើយើងអត់ save វាអត់ជាប់បាទអញ្ចឹងវារៀងយូរបន្តិចហើយប៉ុន្តែបងប្អូនធ្វើទៅតាមខ្ញុំទៅបាទកុំឲ្យខុសគោលការណ៍បាទអញ្ចឹងបន្ទាប់ទៀតខ្ញុំសូមចុចកន្លែងនឹងតែមកបាទកន្លែងខ្មៅដៃហ្នឹងបាទបន្ទាប់ទៀតនេះបងប្អូនកន្លែងនេះបងប្អូនយើងចុចមើលកន្លែង pending កន្លែងរងចាំផាសកន្លែងហ្នឹងមកបាទអញ្ចឹងវីដេអូរបស់យើងមិនទាន់បានដាក់ public ទេយើងកុំឲ្យអាចដាក់ណាបងប្អូនយើងដាក់កន្លែងអានបាទ unlisted មកបាទនេះកន្លែងនេះ unlisted មកឬមួយក៏ private អញ្ចឹងយើងដាក់ទៅហ្នឹងដើម្បីកុំឲ្យនៅពេលដែលយើងមិនទាន់បានធ្វើការដាក់ចំណងជើងដាក់ description ឬមួយក៏យើង add tag ចូលហ្នឹងកាលណាដែលយើងមិនទាន់បាទដាក់ចំណងជើងដាក់ thumbnail ចូលហ្នឹងពេលយើងផុសទៅវាអត់ពេញលក្ខណៈបាទអញ្ចឹងសូម back បាទអញ្ចឹងកន្លែងនេះដែលខ្ញុំបានបង្ហាញ tag ហ្នឹងបាទកន្លែងហ្នឹងបងប្អូនបាទអញ្ចឹងកន្លែងនេះយើងរងចាំសិនយើងមិនទាន់បានដាក់ទេបាទអញ្ចឹងយើងធ្វើការបំពេញនេះបងប្អូនសូមអធិស្ឋានយើង add នេះចូលបងប្អូនចូលមកកន្លែងនេះមកបាទអញ្ចឹងសម្រាប់ channel YouTube ដែលយើងបង្កើតយើងត្រូវ verify ជាមួយនឹងលេខទូរស័ព្ទឲ្យបានត្រឹមត្រូវបានយើងអាចដាក់ thumbnail បានហើយយើងផុសវីដេអូចាប់ពី15នាទីពី10នាទីឡើងទៅបានបើសិនជាយើងមិន verify ឲ្យបានត្រឹមត្រូវទេគឺយើងមិនអាចផុសនៅវីដេអូដែលវែងបានទេបាទអញ្ចឹងនេះខ្ញុំដាក់នេះចូលបាទដែល thumbnail បាទអញ្ចឹងខ្ញុំ select យកហ្នឹងហើយចុចកន្លែងនេះបងប្អូន select មកបាទនេះអញ្ចឹងនៅពេលដែលយើងដាក់ thumbnail រួចហើយបាទអញ្ចឹង thumbnail គឺខ្ញុំបង្ហាញពីរបៀបបង្កើត thumbnail រួចហើយបាទឲ្យបានស្អាតល្អដើម្បីជាភាពទាក់ទាញឲ្យបងប្អូនយើងបាទគេចូលមើលបាទអញ្ចឹងបន្ទាប់ពីយើងដាក់ thumbnail រួចហើយបងប្អូនចុចកន្លែងដាននេះមកបាទប៉ះកន្លែងហ្នឹងមកបាទអញ្ចឹងនៅពេលដែលយើងបាទដាក់កន្លែងហ្នឹងរួចរាល់នេះបងប្អូនបាទនេះកន្លែងនេះទៀតបងប្អូនអញ្ចឹងនៅពេលយើងធ្វើការបាទយើងដាក់បានរួចរាល់ហើយបាទអញ្ចឹងកន្លែងនេះកន្លែង description នេះបាទកន្លែងយើងដាក់បង្ហាញពី channel ឬក៏ page Instagram Facebook របស់យើងហ្នឹងដើម្បីឲ្យគេបាទឆែកមើលទៅបាទគេជួយចុច subscribe នៅ channel របស់យើងផ្សេងទៀតនឹង page អីហ្នឹងបាទហើយនឹង Instagram គេចូលទស្សនាមើលមកវីដេអូរបស់យើងបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់ thumbnail ចំណងជើង description ហើយនឹង tag រួចរាល់ហើយបាទអញ្ចឹងកន្លែងនេះយើងបាទកន្លែងនេះបងប្អូនអាច add នៅ playlist បានបងប្អូននេះបាទប៉ះកន្លែងហ្នឹងមកបាទអញ្ចឹងបងប្អូននេះ Christian បងប្អូនយើង add playlist ចូលនៅពេលដែលគេចូលនៅក្នុង channel យើងគេមើលតាម playlist បាទហ្នឹងបាទអ
chẳng máu bà tại bản năng sân máu của bà hơi bằng bốn chọi đàn bà chọi đàn thì lấy máu bà nè playlist dương bằng bốn bà nè playlist chẳng playlist nó bị được chạy mưa nóក្នុង channel របស់យើងគឺមើលតាមនឹងបាទតាមលេខរៀងនឹងបាទនេះបងប្អូនហើយយើងដាក់រួចរាល់ហើយអញ្ចឹងបងប្អូនជួកន្លែងនេះបងប្អូននេះកន្លែង pending នេះបងប្អូនប៉ះនៅលើនឹងចឹងមកបាទនេះយើងត្រូវយកកន្លែង public នេះបងប្អូនប៉ះនៅលើនឹងចឹងមកហើយយើងចុចសញ្ញាព្រួយទៀតចឹងមកបាទហើយបងប្អូនធ្វើការចុចដាននេះបងប្អូនចុចដានបាទចុចដានចឹងមកបាទចុចកន្លែងនេះខាងលើនេះបងប្អូនប៉ះកន្លែងហ្នឹងមកបាទហើយសូមជាស្រ័យចុចដាក់ save ទៅនេះបងប្អូនចុច save ហើយបងប្អូនចុចខាងក្រោមនេះ public នេះមកបាទបានន័យថាយើងផុសវីដេអូឃើញជាសាធារណៈបាទអញ្ចឹងរងចាំបន្តិចបាទរួចរាល់ហើយបាទអញ្ចឹងនៅចំណុចនេះទៀតបាទអញ្ចឹងសម្រាប់កន្លែងនេះបងប្អូនអញ្ចឹង channel ដែលយើងរកលុយបាន channel ខ្ញុំរកលុយបានហើយយើងនៅមិនទាន់អស់នៅឡើយទេបាទអញ្ចឹងលុះត្រាតែយើងផុសពេញហើយយើងនៅពពេញកន្លែងយើងបើកកន្លែងនេះទៀតបងប្អូនយើងបើកកន្លែងដុល្លារទៀតបងប្អូនបើកកន្លែងដុល្លារអញ្ចឹងវីដេអូរបស់ខ្ញុំគឺខ្ញុំធ្វើទៅវារៀងវែងបាទអញ្ចឹងកន្លែងនេះខ្ញុំមិនទាន់បានបង្ហាញទេដោយសារខ្ញុំធ្វើការ save វីដេអូឬក៏ខ្ញុំធ្វើការ upload ហ្នឹងវារៀងវែងដែរបាទអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ធ្វើការរលួយបានទេជាមួយនឹង channel គឺវាអត់ទាន់មានកន្លែងដុល្លារទេបាទវាអត់ទាន់មានទេបាទអញ្ចឹងខ្ញុំសូមបង្ហាញកន្លែងនេះបាទបង្ហាញកន្លែងវីដេអូរបស់ខ្ញុំមួយទៀតបាទនេះបងប្អូនអញ្ចឹងកន្លែង on នេះអញ្ចឹងខ្ញុំសូមប៉ះកន្លែងហ្នឹងបាទនេះបងប្អូននេះកន្លែង on នេះបាទកន្លែង on ដុល្លារហ្នឹងបាទអញ្ចឹងនៅពេលដែលខ្ញុំផុសវីដេអូមិនទាន់ពេញហ្នឹងគឺវាមិនទាន់ចេញកន្លែងហ្នឹងទេបាទមិនទាន់ចេញកន្លែងនេះបងប្អូនខ្ញុំបង្ហាញជូនបងប្អូនបាទកន្លែងនេះបងប្អូនហ្នឹងកន្លែងហ្នឹងបាទអញ្ចឹងខ្ញុំសូមប៉ះកន្លែងហ្នឹងមកបាទនេះហើយកន្លែងនេះទៀតខ្ញុំសូមប៉ះកន្លែងនេះបាទវាកន្លែងបិទបានន័យថាយើងមិនទាន់បើកនេះកន្លែងនេះonដោយសារតែវីដេអូរបស់ខ្ញុំវាផុសមិនទាន់ពេញអញ្ចឹងបាទវាធ្វើការ upload មិនទាន់ពេញអញ្ចឹងវាអត់ឃើញយើងមិនអាចតន់ដាក់មិនទាន់ជាបើកជាដុល្លារនៅឡើយបាទតន់on ដុល្លារនៅឡើយទេបាទវានៅឡើយទេតន់ផុសបានអញ្ចឹងខ្ញុំធ្វើការផុសហ្នឹងវារៀងយូរបាទអញ្ចឹងបងប្អូនរងចាំទៅវាយូរដែរបាទអញ្ចឹងសម្រាប់តែបងប្អូនដែលគាត់មិនទាន់រកលុយបានគាត់មិនទាន់មានកន្លែងដុល្លារទេហើយសម្រាប់បងប្អូនដែលរកលុយបានដូចខ្ញុំបានបង្ហាញមិញហ្នឹងចឹងបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានអត្ថប្រយោជន៍សូមឲ្យបងប្អូនបាទជួយចុច follow page របស់ខ្ញុំអ្នកមួយផងដែលខ្ញុំដាក់នៅខាងក្រោម description បាទហ្នឹងបងប្អូនដែលថ្មីបាទជួយចុច subscribe និងដាក់រូបកណ្ដឹងមួយផងដើម្បីទទួលបាននូវចំណេះដឹងក៏ដូចជាវីដេអូថ្មីពី channel ខ្ញុំបាទសូមអរគុណនិងគោរពលាបាទ